នៅពេលដែលខ្ញុំរៀនចប់ហើយចេញពីផ្ទះម៉ាក់ខ្ញុំតែងតែប្រាប់ខ្ញុំថាកូនណាស្ដាប់ម៉ាក់ចាំកុំភ្លេចកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយមនុស្សចាត់ព្រាត់កុំយកខ្លួនបៀតហើយខ្ញុំចាំមករហូតមកទៅសប្តាហ៍ថ្ងៃនេះខ្ញុំនឹងមកនិយាយអំពី influencer ជនជាតិចិនម្នាក់ដែលគាត់មានភាពល្បីល្បាញហើយមានអ្នកតាមដាន follow គាត់ហ្នឹងរាប់លានអ្នកចង់បញ្ចប់គាត់មិនចាញ់បោកមិត្តភក្តិកពើម្នាក់ដែលលបួងឲ្យគាត់ទៅប្រទេសហ្វីលីពីនហើយបាត់ខ្លួនអស់រយៈពេល3ឆ្នាំសូមគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំវ៉ាន់ថ្ងៃនេះរឿងរ៉ាវរបស់អាធីណាលីយ៉ាដែលជា influencer ល្បីម្នាក់ជនជាតិចិនបានកំពុងតែផ្ទុះការជជែកវែងនៅលើបណ្ដាញសង្គមម្ដងទៀតក្រោយពីបាត់ខ្លួនអស់រយៈពេល3ឆ្នាំជាការងាយស្រួលខ្ញុំសូមហៅគាត់ថាលីយ៉ាហ្មងទៅយើងវិលត្រឡប់ទៅកាលពីឆ្នាំ2021លីយ៉ាបានជាប់ចំណាត់ថ្នាក់លេខ3នៅក្នុងការប្រកួតបវរកញ្ញា Miss World Macau ពេលហ្នឹងជីវិតរបស់នាងគឺឡើងខ្ពស់ដដែលហ្មងមានទាំងមុខមាត់គេឈ្មោះលុយពេលហ្នឹងគឺមានមនុស្សចង់ដើរជាមួយចង់រាប់អានថតបង្ហោះថាបាននៅជាមួយនឹងលីយ៉ាអញ្ចេះអញ្ចោះដើរជាមួយគ្នាមិត្តភ័ក្តិអីចឹងណាជីវិតរបស់នាងឡើងសុកបាន2ឆ្នាំរឿងរ៉ាវក៏បានកើតឡើងមិត្តភ័ក្តិជិតស្និទ្ធរបស់នាងម្នាក់ដែលធ្លាប់តែដើរលេងជាមួយគ្នាហ្នឹងណាបានមកនិយាយជាមួយនឹងថាឥឡូវហ្នឹងគេកំពុងតែbroken heartបែកបាក់ស្នេហាត្រូវការទៅដើរលេងសុំឲ្យលីយ៉ាហ្នឹងទៅដើរលេងជាមួយបានអត់ទៅប្រទេសហ្វីលីពីនហើយសន្យាថានឹងជួលអូតាតម្លៃថ្លៃហៃសូនៅកន្លែងមាត់សមុទ្រឲ្យគេងពេលហ្នឹងលីយ៉ាមិនជាទំនេរទេប៉ុន្តែដោយការទុកចិត្តហើយនឹងអាណិតមិត្តភ័ក្តិដែលកំពុងតែbroken heartលីយ៉ាក៏សុខចិត្តទៅជាមួយអាហ្នឹងគឺការស្រឡាញ់រាប់អានណាថ្ងៃធ្វើដំណើរបានចូលមកដល់ពេលហ្នឹងគឺលីយ៉ាអត់មានសិនអីទាំងអស់អត់មានអារម្មណ៍ចម្លែកអីទាំងអស់ព្រោះគិតថាគាត់តែជាការធ្វើដំណើរទៅដើរលេងជាមួយនឹងមិត្តភ័ក្តិឯងប៉ុន្តែនាងអត់ដឹងទេថាដំណើរឈានជើងឡើងយន្តហោះលើកហ្នឹងគឺធ្វើឲ្យជីវិតរបស់នាងធ្លាក់ដល់0បើតាមខ្ញុំចំណាំមើលទៅនៅពេលដែលជីវិតយើងឡើងមានលុយមានការរកស៊ីល្អអីល្អមិត្តភ័ក្តិនឹងមានការចូលមកហើយអ្នកខ្លះទៅក៏ខ្ចីលុយខ្ចីអីទៅប៉ុន្តែអានេះមិនខ្ចីលុយទេណាគឺខ្ចីជីវិតកំឡុងពេលដែលធ្វើដំណើរទៅព្រលានយន្តហោះហ្នឹងក៏អត់មានអីគួរឲ្យចម្លែកដែរនៅពេលដែលទៅដល់ check in ហើយរួចរាល់បានមិត្តភ័ក្តិកពើហ្នឹងនិយាយថាឥឡូវហ្នឹងគឺនាងរវល់អត់អាចហោះទៅហ្វីលីពីនជាមួយនឹងលីយ៉ាបានទេឲ្យលីយ៉ាហ្នឹងហោះធ្វើដំណើរទៅមុនទៅចាំទៅដល់ហ្នឹងចាំឲ្យគេទៅទទួលចាប់ពីថ្ងៃហ្នឹងមកលីយ៉ាបាត់ខ្លួនរហូតបន្ទាប់ពីនាងបាត់ខ្លួនមកមិត្តភ័ក្តិកពើម្នាក់ហ្នឹងពីមុនតែងខ្លួនហឺហាហៃសូដើរជាមួយតារានេះតារានោះអីចឹងគាត់នៅបាត់ខ្លួននឹងហើយភ្លាមលុបចោលទាំងអស់បណ្ដាញសង្គមហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិទៀតដោយនិយាយថាខ្លួនឯងមានការទៅបរទេសសុំទៅបរទេសមួយរយៈតែទៅបាត់រហូតនៅពេលដែលគ្រួសាររបស់លីយ៉ាតាក់ទងទៅគាត់ក៏និយាយប្រាប់ពីមូលហេតុផ្សេងដែលមើលទៅវាស្ដាប់មកវាអត់សមហេតុផលបើនិយាយពីក្រុមគ្រួសាររបស់លីយ៉ាវិញនៅពេលដែលបាត់ខ្លួនកូនស្រីហ្នឹងគឺតាមរកគ្រប់ទីកន្លែងដាក់ពាក្យប្តឹងតាមរកខ្លួនឯងផងអីផងក្រោយមកក៏មានផ្ទុះពាក្យចាំរាមថាលីយ៉ាត្រូវបានគេបោកយកមកលក់នៅប្រទេសកម្ពុជាដោយសារតែឃើញមិត្តភ័ក្តិកពើរបស់នាងហ្នឹងផុសរូបនៅកម្ពុជាអីអញ្ចឹងនិយាយទៅនៅពេលដែលឃើញមិត្តភ័ក្តិរបស់នាងនៅណាគឺគេសន្និដ្ឋានថាលីយ៉ានៅនឹងដែរបើនិយាយចំទៅខ្មែរគឺរងថ្មបាក់រហូតអីក៏ខ្មែរដែរឲ្យតែមានពាក់ព័ន្ធជាមួយនឹងការរឿងរ៉ាវអញ្ចឹងគឺគេចោទមកខ្មែរហ្មងទោះបីជាគ្មានផុសតាងអីក៏ដោយគេគិតហ្មងថាមកខ្មែរឲ្យតែមានរឿងអញ្ចឹងកំឡុងពេលដែលនាងបាត់ខ្លួនហ្នឹងគឺម្ដាយឪពុករបស់នាងបានរងការចាញ់បោកគេតទៀតឲ្យតែគេនិយាយអីគឺគាត់ជឿដោយសារគាត់គិតថាកូនគាត់នៅស្ថិតនៅក្នុងគ្រោះថ្នាក់អីចឹងគាត់តែលុយដែលគាត់ផ្ញើឲ្យគេដើម្បីសុំឲ្យគេដោះលែងកូនគាត់ហ្នឹងអស់ប្រមាណជា$80,000ហើយបើយោងតាមការស៊ើបអង្កេតរបស់អ្នកស៊ើបអង្កេតក្នុងរឿងក្តីហ្នឹងគេបាននិយាយថាអាលុយដែលគាត់បាត់បង់ហ្នឹងគឺប្រហែលជាមិនបានទៅដល់ដៃអ្នកដែលចាប់កូនគាត់ហ្នឹងផងព្រោះមើលទៅគឺតាក់តែងនំនាំរឿងគូបែកមេឃសាខាទៅណាណីឆ្ងាយដោយតែយើងដឹងស្រាប់ថា scam online គឺប្រកែកណាស់ឲ្យតែថាយើងរៀងខ្សោយផ្លូវចិត្តហើយគឺវាបកកើតសាច់រឿងមកបោកយើងម្ដងចេះម្ដងចុះហ្មង
រហូតមកដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2026នេះរឿងរ៉ាវរបស់លីយ៉ាក៏ត្រូវបានបែកធ្លាយនៅពេលដែលគេចាប់បានមេខ្លោងក្រុមចាប់ចម្រិតឆ្លងដែនម្នាក់ដែលមានឈ្មោះថាលីវហាន់វិនដែលគេរត់ទៅសហរដ្ឋអាមេរិកហើយប៉ូលីសក៏បានចាប់បញ្ជូនគេមកប្រទេសចិនវិញស៊ើបអង្កេតចុះឡើងបានដឹងថាមានជាប់ពាក់ព័ន្ធជាមួយនឹងលីយ៉ាជនសង្ស័យម្នាក់ហ្នឹងបានសារភាពថាលីយ៉ាត្រូវបានគេសម្លាប់ហើយសាកសពរបស់នាងត្រូវបានគេបោះចោលតទៅទៀតប៉ុន្តែបោះចោលណាគេកំពុងតែស៊ើបប្រូបន្តទៀតព្រោះវាច្រើនករណីច្រើនអ្នកពេកផ្ទុះរឿងរ៉ាវបែបនេះគេក៏ទៅរកមេខ្លោងដែលជាមិត្តកពើនឹងម្ដងទៀតប៉ុន្តែនាងត្រូវបានគេរាយការណ៍ថាអត់តន់ចូលមកស្រុកវិញទេទៅបាត់អង្កាលពីមុននឹងបាត់រហូតមិនដែលត្រឡប់មកវិញទេដោយឡែកស្ត្រីម្នាក់ទៀតដែលមានឈ្មោះថាលីណាដែលគេកំណត់ថាគាត់គឺជាម៉ែយ៉ែមដែរដែលដើរជាមួយគ្នានៅក្នុងក្រុមហ្នឹងត្រូវបានគេចាប់ខ្លួននៅប្រទេសកូរ៉េខាងត្បូងកាលពីខែកញ្ញាឆ្នាំ2024មកយ៉ាងណាមិញមិត្តភក្តិកពើម្នាក់នេះអត់រួចខ្លួនទេគេកំពុងតែសិក្សាស្រាវជ្រាវបន្ថែមថាគាត់នឹងពិតជាពាក់ព័ន្ធជាមួយនឹងករណីលីយ៉ាមែនដែរឬអត់គ្រាន់តែថាពេលនេះអត់ទាន់ចាប់ខ្លួនទេប៉ុន្តែក៏អត់រួចខ្លួនដែរជាចុងក្រោយមេរៀនដែលយើងរៀនបានពីករណីនេះគឺកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយពេលខ្លះទៅយើងខំចាត់ទុកគេថាជាមិត្តទុកចិត្តគេប៉ុន្តែគេអត់គិតដូចយើងទេស្គាល់មុខប៉ុន្តែមិនស្គាល់ចិត្តណាអញ្ចឹងសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ